ហើយកន្លែងនេះគឺខ្ញុំក៏សូមភ្ជាប់នៅអ្វីដែលជាទស្សនៈធំមួយរបស់អាដាមហ៊ុនម៉ាណីដែលជាប្រធានក្រុមការងារគណៈបកចុះជួយខេត្តកំពង់ស្ពឺរបស់យើងអាដាមហ៊ុនម៉ាណីគឺគាត់ធ្វើសកម្មភាពគាត់មានមុខច្រើនបាទគាត់ជាឧបនាយករដ្ឋមន្ត្រីគាត់ដឹកនាំជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈគាត់ជាប្រធានក្រុមការងារថ្នាក់ជាតិឬយើងហៅក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺគាត់ជាប្រធានក្រុមការងារគណៈបកបាទចុះជួយខេត្តកំពង់ស្ពឺគាត់ជាប្រធានសសយកបាទសហភាពសហព័ន្ធយុវជនកម្ពុជាគាត់ជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនហើយការងារមួយចំនួនទៀតប៉ុន្តែកិច្ចការងារទាំងអស់បាទគាត់ដូចជាអនុប្រធានគណៈចលនាមហាជនមួយទៀតបាទប៉ុន្តែនៅក្នុងការអនុវត្តកិច្ចការងារទាំងអស់របស់គាត់នេះគាត់មានគោលគំនិតមួយដែលប្រើពាក្យខ្លីទេគឺជាតិនិងប្រជាជនមុនគេបាទពាក្យអង់គ្លេសគេហៅ nation and people first បាទជាតិនិងប្រជាជនមុនគេហើយពាក្យនេះអ្នកស្នេហាជាតិច្រើនណាស់បាទនៅស្រុកគេក៏គេប្រើនៅយើងក៏យើងប្រើបាទប៉ុន្តែគឺវាត្រូវបង្កប់រឿងអីបង្កប់រឿងគំនិតស្នេហាជាតិស្រឡាញ់ជាតិគ្រប់សកម្មភាពដែលធ្វើគឺយើងគិតជាតិរបស់យើងបាទហើយនឹងគិតអំពីសុខុមាលភាពគិតអំពីផលប្រយោជន៍រួមផលប្រយោជន៍របស់ប្រជាជនអានេះយើងហៅជាគំនិតបាទនៃការស្នេហាជាតិបាទជាតិនិងប្រជាជនមុនគេចឹងអ្វីដែលជាការដឹកនាំនៅសកម្មភាពដែលអាដាមហ៊ុនម៉ាណីធ្វើគឺវានៅក្នុងកម្រិតណាហើយដែលគំនិតនេះថ្ងៃនេះគឺខ្ញុំចង់លើកយកមកបញ្ជាក់ជូនអ៊ំពូមីងបងដើម្បីយើងមានអាដឹងទាំងអស់គ្នាដែរមិនមែនថាតើថ្នាក់ដឹកនាំបានយើងមានគំនិតដឹងនេះគឺអត់ទេបាទអ្នកណាក៏មានគំនិតនឹងបានហើយវារឹតតែសំខាន់នៅក្នុងកលៈទេសៈបច្ចុប្បន្ននេះជាពិសេសកលៈទេសៈដែលថៃបានធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជាយូរពេលនេះខ្ញុំគិតថាជាពេលវេលាដែលពាក្យនេះបាទត្រូវយកមកអនុវត្តទាំងអស់គ្នាបាទត្រឡប់មកវិញគឺនេះជាចំណុចមួយដែលខ្ញុំចង់សរុបពោដែរគឺថាជាឱកាសបាទសូមឲ្យអ៊ំពូមីងបងយើងប្រកាន់នៅគំនិតនេះទាំងអស់គ្នាបាទគឺជាតិនិងប្រជាជនបាទមុនគេបាទហើយយើងយកវាមកដាក់នៅក្នុងចិត្តរបស់យើងហើយពេលដែលយើងធ្វើការងារធ្វើសកម្មភាពគឺយើងធ្វើនៅក្នុងកម្រិតហ្នឹងបាទ